ពីកូនសូមស្វាគមន៍ពុកម៉ែបងប្អូនមកកាន់វីដេអូនេសាទបង្កងរបស់ខ្ញុំបាទបើសិនណាជាបងប្អូនទស្សនាហើយកុំភ្លេចជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងបាទត្រង់នេះដែរគឺជាលបដំបងដែលខ្ញុំបានទៅដល់ពីផ្ទះហើយទៅដល់គឺហែងមែនតើបាទគឺទៅដល់គឺបានមួយភ្លាមតែម្ដងនោះហើយបង្កងនោះគឺវាមិនទៅធំប្រហែលទេគឺប្រហែលជាមួយខាំមួយដែរមួយខាំលែងចាប់អើយថ្ងៃនេះឈាមដៃគ្រប់កន្លែងពីមិនសមចាប់ច្រើនពេកថតឲ្យមើលបាទអាមួយនេះគឺធំមែនតែនប្រហែលជា3ខាំជាងប៉ុន្តែអត់បានថតចឹងហើយមានតែថតរូបកងឲ្យមើលតែម្ដងត្រង់លបនេះដែរគឺរកតម្រង់ឃើញពេលរកឃើញគឺអត់មានអីទាំងអស់មានតែខ្យងប្រមាណក្របហើយត្រង់លបមួយនេះដែរគឺយើងដាក់លបថ្មីទៅមុនអញ្ចឹងហើយបើយើងលើកលបចាស់មកតាមក្រោយហើយលបចាស់របស់យើងគឺទុក2ថ្ងៃបន្លើកម្ដងហើយកន្លែងហ្នឹងគឺជាកន្លែងដែលនិយាយរួមគឺចូលមែនតើគឺមកលើកសារណាគឺមិនដែលអត់បកងដែរហើយដូចក្នុងវីដេអូនេះគឺបានមួយប្រហែលជាងកន្លះខាំដែរមិនថាតូចមិនថាធំឲ្យតែចូលគឺយើងមានការត្រេកអរមែនទែនសំខាន់ឲ្យតែមានបកងជាងកន្លះខាំនេះគេហៅបងកងគេហៅប្រាកងណែលបមួយនេះដាក់ក្រោមដើមកដុលបានរហូតទៅដល់2កូនហើយបានលេខ1លេខ2ខ្ទង់ប្រហែលជា2ខាំកន្លះជិត3ខាំពីក្បាលនេះគឺធំមែនតើលេខអានេះអានោះលេខ1អាតាគៀបធំលេខ1អានេះលេខ2កន្លែងថ្មីលុយចាក់បកកូនបើទៅហើយក៏អធិស្ឋានពុកម៉ែបងប្អូនចំពោះការបញ្ចូលសម្លេងនេះគឺជាវីដេអូដែលខ្ញុំទៅតែរៀនធ្វើចឹងហើយវាមិនសូវបានល្អបើសិនជាមានកន្លែងណាខុសឆ្គងក៏សូមពុកម៉ែបងប្អូនអធិស្ឋានហើយត្រង់ចំណុចលបមួយនេះដែរគឺអត់មានបកងអត់មានអីទាំងអស់សូម្បីតែខ្យងក៏គ្មានដែរជ័យរងគឺសស្អាតតែម្ដងស្គូនេះខ្យងក៏គ្មានក្តាមក៏គ្មានត្រង់ចំណុចលបមួយនេះដែរគឺបានមេពងមួយហើយមេពងហ្នឹងគឺធាត់មែនតែនឡើងកម៉ាប់ប្រហែលជាងកន្លះខាំជិតមួយខាំឯងមេមើលនេះហើយលបមួយនេះដែរគឺបានមួយទៀតប៉ុន្តែពុកខ្ញុំថា2ហើយលោតចេញតាមប្រឡោះមុខមួយចឹងវាសល់តែមួយហើយមួយនេះរៀងធំដែរមួយប្រហែលជាមួយខាំអីសល់មួយខាំដែរហើយដាក់ពីលើហើយ
បើត្រង់លោមួយនេះដែរគឺ គ្មានអ្វីទេគឺមានតែត្រីតុកែមួយហើយនឹងក្តាម ទៅត្រីតុកែហើយក្តាម ត្រីតុកែ ហើយអានេះលទ្ធផលដែលយើងរកពេញមួយថ្ងៃពីម៉ោង 7 ព្រឹករហូតដល់ម៉ោង 3 ល្ងាចគឺបានប៉ុណ្ណឹងប្រហែលជា 20 ជាងក្បាលហើយបើគិតជាទឹកប្រាក់វាប្រហែលជាខ្ទង់ជិត 30 ម៉ឺនដែរណាច្រើនគួរសមដែរខ្ទង់ប្រហែលជា 3 គីឡូ 3 គីឡូជាងហើយវាបានធំអញ្ចឹងវាបានលុយរៀងក្រែលដែរអញ្ចឹងណាបើសិនណាជាយើងបានធំច្រើនគឺបានលុយក្រែលហើយវីដេអូនេសាទបង្កងរបស់យើងក៏សូមធ្វើការចប់តែត្រឹមនេះបាទហើយបើសិនណាជាបងប្អូនចង់ទស្សនាការនេសាទបង្កងជាបន្តទៀតសូមកុំភ្លេចជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងបាទដើម្បីទទួលបាននៅវីដេអូជាបន្តខ្ញុំនឹងធ្វើការផុសជារៀងរាល់ថ្ងៃ